ធ្វើឲ្យលុយខ្លាចជាអ្នកធ្វើការឲ្យអ្នកខ្ញុំតែងតែកំណត់នៅរបបនៃការចំណាយរបស់ខ្ញុំយ៉ាងត្រឹមត្រូវនិងមិនដែលចាយលុយខ្ជះខ្ជាយឡើយទើបពេលនេះខ្ញុំអាចមានលទ្ធភាពក្នុងការទិញរបស់ថ្លៃៗបានវាគឺជារឿងធម្មតាទៅហើយនៅពេលដែលអ្នកចង់ទទួលបាននៅលទ្ធផលល្អនោះអ្នកចាំបាច់ត្រូវតែមានការខិតខំប្រឹងប្រែងប្រកាសណាស់ថាគ្មានវត្ថុដ៏ល្អណាមួយនៅលើโลกនេះដែលអ្នកអាចទទួលបានដោយការមិនខិតខំប្រឹងប្រែងឡើយចូលចំណាយប្រាក់ក្រោមហេតុផលវិនិយោគលើខ្លួនឯងកុំចំណាយប្រាក់ដោយសារតែអ្នកអបសុកឬក៏ទំនេរគ្មានការងារធ្វើឲ្យសោះសូមគុំគិតតែពីចូលហាង brand ហើយទិញរបស់ថ្លៃៗដោយសារតែអ្នកសម្បូរលុយក្នុងគណៈពេលនេះមែនហើយការប្រើប្រាស់របស់ប្រណិតអាចនិយាយបានថាវាជាបទពិសោធន៍មួយដ៏អស្ចារ្យហើយសម្ភារៈប្រើប្រាស់ទាំងអស់នោះអាចចាត់ទុកបានថាវាជាអ្វីៗដែលយើងខិតខំប្រឹងប្រែងកន្លងមកសម្រាប់ខ្លួនឯងប៉ុន្តែក៏ត្រូវចេះមើលទៅថ្ងៃខាងមុខផងដែរកុំចេះតែទិញហើយគ្មានអ្វីមកបំរុងនោះសូមគំរោះនៅប្រៀបដូចជានាយកប្រតិបត្តិខណៈដែលអ្នកកំពុងតែមមាញឹកធ្វើនំសាំងវិចលក់ឲ្យសោះទាំងនេះគឺជាផ្នែកមួយដែលបានដកស្រង់ចេញពីសៀវភៅថៅកែស្រីនៅមានចំណុចល្អៗជាច្រើនទៀតដែលលោកអ្នកគួរតែស្វែងយល់អំពីសៀវភៅមួយក្បាលនេះ